បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាកបាទของកម្ពុជាស្រុករមាសហែកស្ដីពីករណីប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះអន្តរាយនាថ្ងៃពុធទី11ខែមិថុនាឆ្នាំ2025ហើយដំពេកពោធិ៍សាប្រធានគណៈកម្មាធិការសាខាកាកបាទของកម្ពុជាខេត្តព្រះរៀងបានចាត់ឲ្យក្រុមការងារសាខាអនុសាខាដឹកនាំដោយលោកពៅសារ៉េននាយករងសាខាលោកស៊ូមុលប្រធានកិត្តិយសអនុសាខាស្រុកនិងសហការីនាំយកអំណោយមនុស្សធម៌សុខសួរទុកនិងចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី10ខែមិថុនាឆ្នាំ2025បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋរងគ្រោះមធ្យមចំនួន11ខ្នងនិងរបួសមនុស្សមួយនាក់របួសស្រាលនៅឃុំអណ្ដូងពោធិ៍ស្រុករមាសហែកក្នុងឱកាសនោះលោកពៅសារ៉េនបាននាំមកនៅការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរាជហ៊ុនសែនប្រធានកាកបាទកម្ពុជាដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈពណ៌សម្បុរជំនឿសាសនាឬនិន្នាការនយោបាយណាមួយឡើយហើយសូមសម្ដែងនៅការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសម្បែងទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិគ្មាននរណាម្នាក់ចង់ជួបប្រទះនោះឡើយលោកនាយករងសាខាបានបន្តទៀតថាអ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំមកនៅថ្ងៃនេះជូនបងប្អូននាពេលនេះមានចំនួនមិនសមមាំនឹងការខាតបង់របស់បងប្អូនក៏ពិតមែនតែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតហើយក៏ជាការបង្ហាញនៃការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំពិសេសគឺកាកបាទកម្ពុជាដែលមានសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរាជហ៊ុនសែនជាប្រធានលោកពៅសារ៉េនបានប្រាំរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ថានារដូវវស្សាឆ្នាំនេះពេលមានភ្លៀងធ្លាក់ម្ដងគឺលាយឡំដោយខ្យល់កន្ត្រាក់កលទះហើយនេះសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតទៅរកកន្លែងដែលមានសុវត្ថិភាពជានេះទៀតសុខភាពជារឿងសំខាន់ណាស់សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួននិងកុមារតូចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងណាស់ក្នុងរដូវនេះជាពិសេសជំងឺគ្រុនឈាមដែលអាចឆក់យកជីវិតបានគ្រប់ពេលវេលាហើយបើមានអាការៈមិនស្រួលសូមប្រញាប់ទៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតបំផុតអំណោយដែលបានចែកជូនក្នុងមួយគ្រួសារទទួលបានអង្ករ30គីឡូក្រាមមី1កេសត្រីខ10កំប៉ុងទឹកស៊ីអ៊ីវ6ដបកន្ទេលបត់1មុង1ភួយ1សរុង1,1ថវិកា50000រៀលនិងបានឧបត្ថម្ភអ្នករបួសថវិកា200,000រៀល